មនុស្សភាគច្រើនមិនបានដឹងទេថាផ្ទះដែលធំជាងគេបំផុតនៅលើពិភពលោកមិនមែនស្ថិតនៅក្នុងសហរដ្ឋអាមេរិកនោះទេនេះគឺជាផ្ទះដ៏ធំបំផុតក្នុងលោកដែលត្រូវបានគេសាងសង់ឡើងក្នុងតម្លៃ 1.4 ពាន់លានដុល្លារដោយមានបន្ទប់សរុប 1788 បន្ទប់សមត្ថភាពទទួលអ្នកស្នាក់នៅរហូតដល់ 5000 នាក់ឆ្នាំបញ្ចប់នៃការសាងសង់1984ទំហំផ្ទៃក្រឡាប្រហែល20ហិកតាកម្ពស់17ជាន់លក្ខណៈពិសេសដ៏អស្ចារ្យផ្សេងៗបន្ទប់ទឹក257បន្ទប់ជណ្ដើរថ្មម៉ាប44កន្លែងចំណតរថយន្តអាចផ្ទុករថយន្តបានរហូតដល់7000គ្រឿងដែលមានតម្លៃសរុបជាង5000លានដុល្លារក្រោលសេះមានម៉ាស៊ីនត្រជាក់សម្រាប់សេះប៉ូឡូចំនួន200ក្បាលអាងហែលទឹក5កន្លែងគ្រឿងតុបតែងចង្កៀងគ្រីស្តាល់564គ្រឿងអំពូលភ្លើង51000ដួងនិងជណ្ដើរយន្ត18គ្រឿងសាលពិធីជប់លៀងអាចទទួលភ្ញៀវបាន5000នាក់